សួស្តីអ្នកគ្នាវីដេអូមួយនេះខ្ញុំបង្ហាញពីការ check primary location នៅលើ account Facebook ឬក៏យើងហៅថា admin ណាដោយសារការធ្វើ Facebook រកលុយតាម Facebook យើងទាមទារឲ្យ account Facebook របស់យើងឬក៏ admin កាន់ page ហ្នឹងស្ថិតនៅក្នុង location ដែល Facebook បើកឲ្យ monetize បើកឲ្យរកលុយអញ្ចឹងណាហើយជាទូទៅគឺខ្ញុំយក location នៅអាមេរិកអញ្ចឹងសម្រាប់ការ check primary ខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូមួយនេះព្រោះចំណុចហ្នឹងក៏ជាចំណុចមួយដែលសំខាន់ដែរដើម្បី check primary location អ្នកនរគ្នាអាច follow តាមវីដេអូហ្នឹងបានដែលខ្ញុំដាក់ពីរបៀបក្នុងការ check យើងមើលតាមខ្ញុំគូជាមួយនឹងសញ្ញាពណ៌ក្រហមហ្នឹងយើងចូលមកដល់កន្លែងដែលវាមានពាក្យថា location អញ្ចឹងសម្រាប់ការ check primary location វាអាចនឹងផ្លាស់ប្ដូរទៀតនៅថ្ងៃខាងមុខដោយសារតែ Facebook វាតែងតែធ្វើការ update ព្រោះពីមុនការ check primary location គឺអត់សំញាំអញ្ចឹងទេតែឥឡូវវានៅក្លុកក្លៀតច្រើនអញ្ចឹងណាអញ្ចឹងដោយ account មួយនេះគឺវាស្ថិតនៅក្នុង location អាមេរិកហើយបន្តមកទៀតខ្ញុំនឹងបង្ហាញជាមួយនឹង account មួយទៀតដែលវាចាប់ location នៅខ្មែរអញ្ចឹងណាជាទូទៅយើងអាច check ទៅលើnew feed នេះបានបើសិនបើមានជាមួយនឹង page ខ្មែរគឺ account ហ្នឹងវាអាចនៅខ្មែរអញ្ចឹងតើតែយើងព្យាយាម active វាដើម្បីឲ្យវាចាប់ location ទៅអាមេរិកទើបយើងអាចធ្វើ page ទៅឱកាសទទួលបាន invite រកលុយហ្នឹងគឺខ្ពស់បើសិនបើ account ខ្មែរឱកាសដែលទទួលបានការ invite រកលុយហ្នឹងវាមានកម្រិតទាបអញ្ចឹងណាហើយសម្រាប់ការ check គឺដូចគ្នាទេអញ្ចឹងវាអាស្រ័យទៅលើអ្នកទាំងអស់គ្នាធ្វើថាតើអ្នកទាំងអស់គ្នាចង់បាន location នៅណាចំពោះខ្ញុំគឺខ្ញុំយកនៅអាមេរិកអញ្ចឹងវីដេអូហ្នឹងគ្រាន់តែខ្លីៗទេដើម្បីបង្ហាញអ្នកគ្នាអំពីរបៀបក្នុងការ check primary location នៅលើ account Facebook របស់យើងអរគុណបាយបាយ